ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានភេសជ្ជៈមួយមុខជូនពុកម៉ែបងប្អូនទាំងអស់គ្នាគឺទឹកល្ពៅដើម្បីទទួលបាននូវវិធីធ្វើទឹកល្ពៅដ៏មានឱជារសឈ្ងុយឆ្ងាញ់សូមបងប្អូនតាមដានវីដេអូរបស់ខ្ញុំដូចតទៅហើយនេះជាបរិមាណគ្រឿងផ្សំនៅក្នុងការធ្វើទឹកល្ពៅដែលផ្សំឡើងអំពីសាច់ល្ពៅចំនួន1គីឡូបាទមុនដំបូងយើងត្រូវហាន់ល្ពៅនឹងជាចំណិតកង់តូចល្មមហើយស្គៀលយកគ្រាប់ល្ពៅចេញបន្ទាប់មកយើងចាត់សម្បកល្ពៅឲ្យស្អាតយកទៅលាងទឹកដើម្បីយកល្ពៅនឹងទៅចំហុយនៅក្នុងឡាំងសឹងបាទឥឡូវនេះដែរសម្បកល្ពៅយើងបានចាត់ស្អាតហើយយើងនឹងយកល្ពៅទាំងអស់ហ្នឹងយកទៅលាងទឹកឲ្យស្អាតមកបងប្អូនបន្ទាប់មកខ្ញុំហាន់វាជាចំណិតតូចហើយនេះខ្ញុំមានស្លឹកតយចំនួន6សន្លឹកហើយយើងមូរវារុំបែបនេះមកដើម្បីទុកដាក់ពេលដែលយើងដាំទឹកល្ពៅបាទយើងរុំវាបែបហ្នឹងហើយយើងទុកវាមួយអន្លើសិនបន្តទៅនេះគឺយើងត្រូវយកល្ពៅយើងទៅលាងទឹកឲ្យស្អាតបន្ទាប់មកយើងហាន់ជាចំណិតតូចហើយយើងនឹងយកទៅដាក់នៅក្នុងឡាំងសឹងដែលយើងដាំទឹកហើយបានក្តៅហ្នឹងធ្វើការចំហុយសាច់ល្ពៅប្រហែលជា15នាទីបន្ទាប់ពី15នាទីទៅសាច់ល្ពៅយើងឆ្អិនហើយបងប្អូនបាទឥឡូវក្រោយចំហុយអស់រយៈពេល15នាទីមកឃើញថាសាច់ល្ពៅយើងឆ្អិនផុយល្អហើយអញ្ចឹងយើងអាចស្រង់សាច់ល្ពៅដើម្បីយកទៅកិនបានឥឡូវខ្ញុំចាប់ផ្ដើមដាក់សាច់ល្ពៅចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុកដោយចាក់ទឹកដោះគោស្រស់ចូលបន្តិចដើម្បីឲ្យវាមានសំណើមកិនសាច់ល្ពៅឲ្យម៉ត់ល្អបាទបងប្អូននេះសាច់ល្ពៅដែលខ្ញុំបានកិនឃើញថាម៉ត់ល្អណាស់ឥឡូវខ្ញុំចាក់វាទៅចូលទៅក្នុងឆ្នាំងដើម្បីយើងផ្សំគ្រឿងដូចជាខ្ទិះដូងស្ករសនិងបន្ថែមទឹកឲ្យគ្រប់បរិមាណចំនួន3លីត្រកន្លះហ្នឹងហើយខ្ញុំនឹងយកទៅចម្អិនឥឡូវខ្ញុំចាប់ផ្ដើមចាក់ខ្ទិះដូងចូលទៅក្នុងល្បាយល្ពៅរបស់យើងចាក់ទឹកបន្ថែមចូលឲ្យគ្រប់បរិមាណ3លីត្រកន្លះហើយយើងកូរវាបន្តិចមកបន្ទាប់មកទៀតនេះខ្ញុំដាក់ស្ករសចូលខ្ញុំដាក់អំបិលបន្តិចចូលហើយខ្ញុំធ្វើការកូរវាបន្តិចដើម្បីឲ្យវាចូលសព្វសាច់គ្នាល្អបាទបងប្អូននេះជាទឹកល្ពៅដែលខ្ញុំបានដាក់ដាំរយៈពេល15នាទីហើយឥឡូវវាក៏ឆ្អិនដែរបងប្អូនមុនហ្នឹងគឺវាពុះខ្លាំងម្សាហើយខ្ញុំបានកាច់ភ្លើងមកនៅធម្មតាវិញឥឡូវទឹកល្ពៅយើងបានឆ្អិនហើយដូច្នេះសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដាននៅវីដេអូរបស់ខ្ញុំបាទសូមបងប្អូនជួយចុច like និង subscribe channel